រដ្ឋបាលខេត្តសៀមរាបនិងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសហការគាំទ្រនិងលើកទឹកចិត្តដល់អាជីវករក្នុងខេត្តចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអនាម័យលោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាបបានបង្ហាញពីការគាំទ្រចំពោះការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអនាម័យសម្រាប់អាជីវករមូលដ្ឋានដែលជាចំណែកសំខាន់មួយក្នុងការកែលម្អជីវភាពប្រជាជននិងគុណភាពសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍គណៈប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបបានបើកវគ្គបណ្ដុះបណ្ដាលអំពីសុវត្ថិភាពចំណីអាហារនិងអនាម័យសម្រាប់អាជីវករតាមដងស្ទឹងសៀមរាបដើម្បីបង្កើនចំណេះដឹងនិងការអនុវត្តស្តង់ដារផ្នែកនេះឲ្យប្រសើរឡើងមានប្រសាសន៍នៅក្នុងវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពចំណីអាហារនិងអនាម័យសម្រាប់អាជីវករតាមដងស្ទឹងនាថ្ងៃទី26ខែឧសភាឆ្នាំ2025លោកអុកញ៉ាលួនអានចំណេះប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបបានលើកឡើងដោយមោទកភាពថាខេត្តសៀមរាបជាខេត្តទេសចរណ៍ប្រកបដោយគុណភាពចំណីអាហារទាំងរសជាតិនិងអនាម័យខណៈប្រេងឆា JNB បានរួមចំណែកជំរុញសុវត្ថិភាពចំណីអាហារតាមរយៈការផលិតដោយវត្ថុធាតុដើមមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ថ្លែងគាំទ្រនិងលើកទឹកចិត្តដល់អាជីវករដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើលោកសុនចំណាននាយករងរដ្ឋបាលសាលាខេត្តសៀមរាបបានមានប្រសាសន៍ថាប្រជាពលរដ្ឋខេត្តសៀមរាបមានបដិសណ្ឋារកិច្ចល្អប្រសើរនាពេលបច្ចុប្បន្ននេះប៉ុន្តែទោះជាយ៉ាងណាក្តីកត្តាសុវត្ថិភាពចំណីអាហារនៅតែជាក្តីបារម្ភរបស់គ្រប់ភាគីពាក់ព័ន្ធជាស្ដែងក្នុងនាមរដ្ឋបាលខេត្តបានយកចិត្តទុកដាក់គាំទ្រនិងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបដែលបានបើកវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពចំណីអាហារនិងអនាម័យសម្រាប់អាជីវករតាមដងស្ទឹងនាពេលនេះលោកនាយករងរដ្ឋបាលខេត្តសៀមរាបរំពឹងថាក្រោយពេលដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះបងប្អូនអាជីវករនឹងបន្តជួយអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារនិងអនាម័យដល់អាជីវករផ្សេងៗទៀតឲ្យបានយល់ដឹងពីសារៈសំខាន់នេះផងក្នុងគោលបំណងរួមមួយគឺរក្សាបាននូវកំណើនទេសចរណ៍ក្នុងខេត្តរបស់យើងទាំងអស់គ្នាខេត្តសៀមរាបបានអនុវត្តសកម្មភាពជាច្រើនដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងគុណភាពសេវាបដិសណ្ឋារកិច្ចសកម្មភាពទាំងនេះរួមមានការបណ្ដុះបណ្ដាលអាជីវករមូលដ្ឋានអំពីអនាម័យនិងសុវត្ថិភាពចំណីអាហារដើម្បីធានាថាបានផ្ដល់សេវាកម្មដែលមានគុណភាពដល់ភ្ញៀវទេសចរបន្ថែមពីនេះខេត្តសៀមរាបក៏បានចាប់អារម្មណ៍លើការអភិវឌ្ឍវិស័យទេសចរសម្រាប់ភ្ញៀវមូស្លីមដោយផ្ដល់ជូនម្ហូបអាហារហាឡាលនិងសេវាកម្មផ្សេងៗដែលសមរម្យសម្រាប់សាសនានេះបង្ហាញពីការបដិញ្ញាចិត្តរបស់ខេត្តក្នុងការលើកកម្ពស់គុណភាពសេវាកម្មនិងការថែរក្សាសុវត្ថិភាពចំណីអាហារដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើន